ហើយមានមេដាយពិសេសសម្រាប់អ្នកពិការនៅលើសមរភូមិរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្តមេដាយពិតជាកណាត់ម្ដុំមានរូបភាពដេកស្អាតប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបានដើម្បីឲ្យគ្រប់គ្នាឃើញនឹងអាចមើលឃើញនៅការលះបង់របស់យុធិនរបស់យើងរបស់នគរបាលរបស់យើងរបស់អាវុធហត្ថរបស់យើងរបស់ប្រជាជនរបស់យើងដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដីនេះគឺជាអ្វីដែលយើងគិតគូរអ្នកខ្លះស្រែកពីរាប់គីឡូរាប់ពាន់គីឡូរាប់អីមកថារដ្ឋាភិបាលទុកកងទ័ពចោលទុកទាហានចោលទុកនគរបាលចោលទុកអីចោលព្រះខ្ញុំមិនចាំបាច់ទៅរំលឹកទៅប្រាប់ថាថ្ងៃនេះយើងចំណាយប្រមាណយើងធ្វើស្អីខ្លះជីវភាពការបំពេញភារកិច្ចរបស់គាត់ទៅជួរមុខអត់ចាំបាច់ទេប៉ុន្តែគ្រាន់តែប្រាប់ថាគ្រប់វិនាទីទាំងអស់សុខទុក្ខរបស់កងទ័ពរបស់យើងវិរៈកងទ័ពវិរៈនគរបាលជាតិវិរៈអាវុធហត្ថនិងអ្នកគ្រប់គ្រងនឹងត្រៀមឈរជើងការពារកំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដីរបស់យើងគឺយើងមិនដែលភ្លេចទេគ្រួសាររបស់គាត់គ្រួសាររបស់យុទ្ធជនពលីនគរបាលពលីអាវុធហត្ថពលីយើងបានយកចិត្តទុកដាក់ដោះស្រាយខ្ញុំមិនទៅប្រអួតចំនួនស្អីដែលយើងត្រូវប្រៀបធៀបជាមួយគេឲ្យប្រមាណយើងឲ្យប្រមាណអត់ទេតែគិតគូរកូនចៅរបស់គាត់យើងបានគិតគូរចូលបម្រើសាច់ញាតិចូលបម្រើដើម្បីបន្តវេនការរៀនសូត្រការគិតគូរខ្ញុំគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែកូនចៅរបស់អ្នកពលីលើសមរភូមិរួចទៅហើយយើងបានបន្តយើងបានក្តាប់ជាប់ពីណាត្រូវរកការងារពីណាត្រូវធ្វើក៏អរគុណទៅដល់ប្រជាពលរដ្ឋវិស័យឯកជនរបស់យើងនិងសប្បុរសជនជាច្រើនដែលបានចូលរួមផ្ទាល់ជួយទៅដល់អ្នកដែលកំពុងចូលជើងនៅខាងមុខខ្ញុំឃើញម្សិលមិញមានទាំងផ្លែតរ៉េនផ្លែអីទៅដល់ខែតរ៉េនរុញតរ៉េនទៅដល់អីទៅឲ្យជួយសង់ផ្ទះជូនចូលរួមជាមួយរដ្ឋាភិបាលទៅខាងធនាគារក៏បានជួយលុបបំណុលទុកអីដោះស្រាយការប្រាក់ពន្ធអីផ្សេងពជានៅការបង់ចំនួននេះគឺជាការចូលរួមត្រេកចាលមិនសំខាន់ការចូលរួមដោយទឹកចិត្តគឺថារួមគ្នានៅក្នុងបុព្វហេតុដែលខ្មែរយើងគ្រប់និន្នាការគ្រប់អាជីពគ្រប់ទីកន្លែងបានចូលរួមដើម្បីការពារប្រទេសយើងតាមរយៈការយកចិត្តទុកដាក់ទៅដល់វិរៈកងទ័ពវិរៈនគរបាលជាតិវិរៈអាវុធហត្ថដែលឈរជើងនឹងក្រុមគ្រួសាររបស់គាត់ផងដែរនៅក្នុងពេលនេះហើយខ្ញុំសូមឲ្យស្មារតីនេះបន្តតទៅទៀតបាទជាអកុសលដែលពេលនេះឆ្នាំទៅយើងអាចនិយាយតែពីអតីតកាលនៃការជឿចាប់ដោយសារសង្គ្រាមអាចនិយាយពីសង្គ្រាមពីទសវត្សរ៍ទី90ទី80ប៉ុន្តែឆ្នាំ2026នេះយើងបាននិយាយពីសង្គ្រាមដែលទើបនឹងកើតយើងអាចមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែកដែលយើងកាលមុននិយាយថា B52 ឥឡូវយើងអាចស្គាល់ F16 យើងនិយាយតែពីការបំផ្លិចផ្លាញដោយសង្គ្រាមរូបនៅក្នុងឯកសារចាស់ពីឆ្នាំ70តែឥឡូវយើងមានឯកសារឆ្នាំ2025ជាអកុសលយើងធ្លាប់តែមានអតីតយុទ្ធជនពិការតាំងពីទសវត្សរ៍តែចុងក្រោយ2011ដែលយើងវាយគ្នាជំរុញតិចយើងคล้ายទៅជាមានអ្នកដែរពលីពិការដោយសារសង្គ្រាមនៅឆ្នាំ2025សួរតែយើងចង់បានទៀតទេសង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមកិច្ចវាយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនមែនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេ
កាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពបាទខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីពុកអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគ3ពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ 1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុកចរចារឿងចរចាលទ្ធផលឬផ្សេងក៏យើងត្រូវតែប្រើបាទជូនបណ្ឌិតស្អីពលទៅមកទៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបលាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតើយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់ 1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ទៅជ្រើសរើសអានឹងដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចផ្ទះស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់បានន័យថាសង្គម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បាទបណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅបប្រៃបន្ថែមអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះបាទក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងបញ្ជូនទៀត 1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេស្ដាប់ពិបាកបញ្យល់ដែរមានអ្នកខ្លះឡើងអស់សក់អ្នកខ្លះឡើងអីបាទខ្ញុំសូមមិនចង់និយាយទេប៉ុន្តែពេលខ្លះតលតែបញ្ជាក់ទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសម័យស្រួលយល់បាទតែខ្ញុំថា 1% បើនៅសង្គមចរចាយើងនៅតែចរចាមិន 1% យកឈ្នះដោយនេះទេបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវតែច្បាប់ដូចជានៅ UN Clause ចឹងដោយសារវាបិទគេបានលុបចោលប្រកាសគេលុបចោល MOU 2001ដែលជាយន្តការទ្វេភាគីតែមួយគត់ដែលបិទបើយកអានឹងមកចរចាគ្នាទៀតអានឹងយើងនៅចរចាផ្អែកលើអា2001តែឥឡូវគេលុបចោលអញ្ចឹងបានន័យថាវាបិទហើយទ្វារនឹងវាសូន្យពីអស់អញ្ចឹងយើងទៅផ្លូវច្បាប់ទៅការសម្របសម្រួលដោយចាប់បង្ខំដើម្បីដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UN Clause ជាមួយគ្នានេះជាចំហរបស់រដ្ឋាភិបាលបាទបើគេមិនទាន់លុបពី2001យើងនៅតែចរចាយកអានឹងជាគោលការណ៍ដើម្បីដោះស្រាយតាមសន្តិវិធីព្រោះ20ឆ្នាំហើយ25ឆ្នាំទៅហើយបាទឥឡូវបិទហើយគឺយើងត្រូវតែដំណើរការ
nơi lơ cô vì nơi miền MOU 2000vì nơi miền ấy đại dương ban thương phải phép cho nên nơi bên toទៀតhướngនេះមិនមួយថ្ងៃចប់ទេរឿងរយៈពេលវែងវាពលាតពីភូមិភាគ4ទៅដល់ភូមិភាគ5ប្រមាណ100 គីឡូការដោះស្រាយគឺជាការចាំបាច់ការខិតខំរបស់យើងនៅតែស្វែងរកការបញ្ចប់កុំឲ្យពៀនអ្នកពិការក្មេងកំព្រាខ្ញុំទៅជួបហើយនៅតាមមន្ទីរពេទ្យប្រពន្ធខ្ញុំគាត់ចុះទៅជួបគ្រប់ផ្ទះការលំបាកវេទនាធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅមួយឆ្នាំ2ឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស 4-5 ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅក្មេងនេះគឺជាការលះបង់ធំធេងណាស់របស់វិរៈកងទ័ពវិរៈនគរបាលជាតិវិរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជា7-10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20 ឆ្នាំទៀត30 លាននាក់50 លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឹះធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចុះទៅជួបអតីតយុទ្ធជនជួបប្រពន្ធរបស់គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ណាក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជាការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿសការពារក្រៅពីវាយគ្នាយើងនឹងជ្រើសឲ្យនោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យភាពស្របច្បាប់របស់យើងទោះបីជានៅសល់ 1% នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកចំហនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការប្រកាន់ដើម្បីចូលទៅតុចរចាមិនមែន 1% ឈ្នះគេយើងនៅទៅទេបាទដើម្បីប្រគ្រប់កិច្ចនោះទេនេះគឺជាអ្វីដែលប្រទេសជាតិរបស់យើងកម្ពុជារបស់យើងដែលវេទនាដោយសារសង្គ្រាមសក្ខីភាពពូនៅនេះប៉ុន្តែជាអកុសលមួយឆ្នាំនេះយើងបានប្រែក្លាយពីអ្នករបួសពិការពីអតីតសង្គ្រាមមកសង្គ្រាមក្នុងពេលថ្មីប៉ុន្តែអ្វីដែលសំខាន់យើងរួមគ្នាហើយខ្ញុំអរគុណណាស់ទៅដល់ស្មារតីនៃការរួមគ្នារបស់ប្រជាជនយើងសូមអរគុណថ្វាយព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីសម្ដេចយាយសម្ដេចណាដាមលោកអញ្ញាបដិជគុណប្រសងគ្រប់អង្គមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នកងកម្លាំងបដាវុធទាំងអស់នៅខាងក្រោយជាពិសេសប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសគ្រប់និន្នាការទាំងអស់គឺបានចូលរួមគ្នាមូលគ្នានៅក្នុងការការពារទឹកដីការគ្រប់គ្រងទៅដល់យុទ្ធជនវិរៈយុទ្ធជនវិរៈកងកម្លាំងបដាវុធរបស់យើងនិងការជួយទៅដល់ជនភៀសសឹករបស់យើងដែលការលំបាកនេះគឺជាបុព្វហេតុប៉ុន្តែកុំឲ្យវាជាភ្លើងច្បើងតែម្ដងម្កាលត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គីឯកភាពគ្នានេះពង្រឹងជាតិខ្មែររបស់យើងពង្រឹងសមត្ថភាពការពារជាតិរបស់យើងដើម្បីយើងអាចធានាបាននៅសន្តិភាពយូរអង្វែងសម្រាប់រាប់ជំនាន់ទៅមុខ